វគ្គមុនលោកអ្នកបានទេសនារួចមកហើយទីមួយត្រូវបានរំខានដោយក្រុមភ្លេងជាច្រើនអ្នកហើយនាងត្រូវលោកស្ទើរតែខកចង្កេះដោយសារផាវចុងបញ្ចប់នាងអស់កម្លាំងរលីងតែម្ដងឯលីលីវិញក៏តក់ស្លុតខ្លាំងណាស់ដែរព្រោះនាងត្រូវគ្រាជាមួយសត្វជាច្រើនប្រភេទជាពិសេសពស់និងមង្គួយមើលទៅលីលីខ្លាំងជាងស្រួយជាងគេសម្រាប់ក្រុមការកម្មវិធីគីឡូក្រាមទេខេមនីជាបន្តប្រិយមិត្តទស្សនិកជនបន្ទាប់ពីការបង្ហាញនៅសមត្ថភាពរបស់បែកខណរីទាំងពីររូបប្រចាំក្រុមទី1គឺកញ្ញាបាគី1និងកញ្ញាលីលីបាទនេះគឺជាលទ្ធផលក្នុងការផ្ដល់ជូនដល់បែកខណរីទាំងពីររងចាំមើលតើតាណាគេដែលអាចបន្តទៅវគ្គបណ្ដាច់ប្រវត្តិសាស្ត្ររវាងលីលីឬក៏គី1ឥឡូវសួរលោកសាលចង់ឲ្យអ្នកណាគេទៅខ្ញុំហ៎ការសម្ដែងឥឡូវសួរខ្ញុំរើសមួយដែរខ្ញុំចង់នៅទាំងពីរហ្នឹងបើតែខ្ញុំមានលក្ខណៈកៈណាមិនជិលនិយាយបាទដូច្នេះមុននឹងប្រកាសផលខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធីរបស់យើងខ្ញុំសូមថ្លែងអំណរគុណដល់ស្រាបៀរអង្គរស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរសូមអរគុណដល់ Pepsi ពេញចិត្តនឹងជីវិតរបស់លោកអ្នកគ្រប់វិនាទីទឹកពិសាអង្គរប្រូទឹកពិសាអង្គរប្រូជាទីទុកចិត្តសម្រាប់មនុស្សជាទីស្រឡាញ់របស់លោកអ្នកនៅក្នុងពេលនេះថាតើលេខ1ឬក៏លេខ2ដែលអាចបន្តទៅវគ្គផ្ដាច់ព្រាត់លេខ1ឬលេខ2លេខ1ឬលេខ2លេខ1ឬលេខ2អ្នកណាគេស្រ័យលើលេខ1លេខ2អ្នកដែលអាចបន្តទៅវគ្គផ្ដាច់ព្រាត់ប្រចាំសប្តាហ៍ទី2បានទៅលើលេខប្រមាណលេខ2ខៀវលីឡេចូលរួមសស្តាការប្រកួតជុំទី1អ្នកឈ្នះគឺកញ្ញាខៀវលីលីហើយនឹងមានការប្រកួតជំនួសចំនួន2ជុំទៀតមួយហូមួយទៀតបាទយើងហូដែរហូឲ្យទី1មួយទៀតទោះបីចាញ់គ្នាក៏ដោយព្រោះនៅក្នុងកម្មវិធីរបស់យើងនឹងសំខាន់គឺថាការបោះឆ្នោតរបស់បងប្អូនគាត់ពេញចិត្តបាទគីមួយក៏ធ្វើបានល្អដែរធ្វើបងប្អូនគាត់សប្បាយនៅក្នុងស្ទូឌីយោនៅក្នុងវិញ្ញាសារបស់យើងនឹងគឺថាស្នូអត់មេតាសម្លេងអត់មេតាបាទគីមួយមានន័យចង់និយាយទៅកាន់បងប្អូនយើងបាទសូមអញ្ជើញចាទោះបីជាថ្ងៃនេះខ្ញុំចាញ់ក៏ដោយប៉ុន្តែមានអារម្មណ៍ថាពិតជាសប្បាយដែរខ្លាំងមែនតើបងហើយក៏សូមថ្លែងអរគុណដល់បងប្អូនទាំងអស់ដែលបានមកទស្សនានៅទីនេះហើយជួយបោះឆ្នោតគ្រប់គ្រងផងដែរយ៉ាងណាក៏នៅតែសប្បាយចិត្តមួយណាសប្បាយចិត្តបាទបានបញ្ចេញសមាធិធ្លាប់ច្រៀងលើឆាអីយើងមានហៅថាតន្ត្រីកធម្មតាប៉ុន្តែច្រៀងមួយអ្នកក្នុងខានហ្នឹងសប្បាយណាចាបងបាទអញ្ចឹងអរគុណច្រើនណាគីមួយអរគុណលីលីត្រៀមលក្ខណៈបន្តទៀតបាទសូមអញ្ជើញចុះបាទអរគុណបាទសម្រាប់សិនណាបាទអរគុណ